សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកចង់ប្រាប់ពីរបៀបបង្កើត page ទីមួយនឹងសូមបងប្អូនជួយពាក្យ create ត្រង់កន្លែងនេះបងប្អូនបំពេញ name ចង់ដាក់ឈ្មោះរបស់យើងក៏បានឈ្មោះផ្សេងក៏បានទៅតាមចំណងចិត្តរបស់បងប្អូនបាទនេះខ្ញុំដាក់រតនា BTB អញ្ចឹងបងប្អូនចង់ដាក់ឈ្មោះអីក៏បានដែរបងប្អូនតាមចំណងចិត្តបន្ទាប់មកចុចពាក្យ next បន្ទាប់មកត្រង់កន្លែងហ្នឹងគឺជាកន្លែងដែលបងប្អូនបង្កើតប្លុកចម្រាយរឿងឬក៏លក់កៅលក់អីតាមតែចំណងយើងដាក់តាមហ្នឹងបងប្អូននេះខ្ញុំដាក់ប៉ុណ្ណឹងបងប្អូនយើងចុចពាក្យ create រៀង slow បន្តិចបងប្អូនសូមរងចាំសេវារៀង slow អត់អីទេបងប្អូនតិចទៀតហ្នឹងនៅវា load ចូលទៅកាន់កន្លែងបន្ទាប់ត្រង់កន្លែងនេះបងប្អូនចុចពាក្យ next បងប្អូនត្រង់កន្លែងនេះគឺបងប្អូនដាក់តាមខ្ញុំបងប្អូនយើងដាក់មេតូមកបងប្អូនអូខេត្រង់កន្លែងនេះក៏បងប្អូនដាក់តាមខ្ញុំដែរបងប្អូនអញ្ចឹងសូមបងប្អូនវាយតាមបងប្អូនមកអញ្ចឹងហើយបន្តមកទៀតក៏សូមបងប្អូនវាយតាមបងប្អូនដាក់ម៉េចបងប្អូនវាយអញ្ចឹងមកពីខាងលើហ្នឹងបន្តមើលមកទៀតគឺ email បងប្អូនហ្នឹងខ្ញុំដាក់ email ខ្ញុំតែបងប្អូនត្រូវយក email បងប្អូនមកដាក់បងប្អូនអូខេវាយមកបងប្អូននេះខ្ញុំពេញឲ្យបងប្អូនមើលបន្តមកទៀតហ្នឹងគឺលេខទូរស័ព្ទហ្នឹងគឺយើងដាក់លេខទូរស័ព្ទរបស់យើងបងប្អូនអត់ដាក់លេខទូរស័ព្ទដទៃបានទេនេះមុននឹងយើងដាក់លេខទូរស័ព្ទហ្នឹងគឺយើងវាយ855ប៉ុណ្ណឹងមកយើងដាក់លេខទូរស័ព្ទរបស់យើងមកនេះបងប្អូនបន្តទៅនេះគឺ address គឺយើងរស់នៅខេត្តណាយើងដាក់ខេត្តហ្នឹងបងប្អូនទៅខ្ញុំរស់នៅខេត្តបាត់ដំបងអញ្ចឹងខ្ញុំដាក់ខេត្តបាត់ដំបងអូខេបងប្អូនអញ្ចឹងសូមបងប្អូនដាក់តាមខេត្តដែលបងប្អូនរស់នៅអាកន្លែង city town ហ្នឹងគឺបងប្អូនដាក់នៅខេត្តដែលបងប្អូនរស់នៅនេះខ្ញុំវាយរកបាត់ដំបងបងប្អូនមើលឃើញហើយបងប្អូនខ្ញុំដាក់អញ្ចឹងហើយអាកន្លែង zip code នេះគឺបងប្អូនចេញទៅកន្លែងនគរកោបងប្អូនចាំវាយពាក្យតាមខ្ញុំបងប្អូនយើងវាយដាក់ថា Cambodia postcode បងប្អូនដល់ពេលដែលយើងវាយ Cambodia postcode ហើយយើងចុចនោះបងប្អូន Cambodia postcode ហើយយើងចុចលើហ្នឹងបងប្អូនចុចលើ Cambodia postcode ហ្នឹងបងប្អូនតរោខេត្តដែលបងប្អូនរស់នៅបងប្អូននេះបងប្អូនរស់នៅខេត្តណាសូមបងប្អូនចុចលើខេត្តហ្នឹងបងប្អូននេះវាចេញប្រជាកម្មមកញ៉ៃទីបងប្អូននេះបងប្អូននេះបើខ្ញុំរស់នៅខេត្តបាត់ដំបងចឹងខ្ញុំចុចលើខេត្តបាត់ដំបងបើបងប្អូនឃើញពាណិជ្ជកម្មខ្ញុំបងប្អូនខ្លោះវាចោលនេះដល់ពេលដែលយើងចុចលើខេត្តយើងហើយយើងអូសទៅខាងក្រោមដើម្បីរកស្រុករបស់យើងតើយើងរស់នៅស្រុកណាបើខ្ញុំរស់នៅស្រុកមកគោលអញ្ចឹងខ្ញុំ copy កន្លែងហ្នឹងបងប្អូនហើយយកអាហ្នឹងមកដាក់អាកន្លែង zip code ហ្នឹងបងប្អូនផាសពីលើមកបងប្អូនជិតផាសលើហ្នឹងសូមរងចាំបងប្អូននេះបងប្អូនផាសហើយយើងចុចអាកន្លែងក្រោមនោះយើងយក always open យើងបើក24ម៉ោងចឹងបងប្អូនហើយយើងចុចពាក្យ next បន្តទៅទៀតអាតានេះយើងចង់ដាក់ profile ក៏បានអត់ក៏បានដែរបងប្អូនយើងចុចពាក្យ next ចឹងមកបងប្អូនកន្លែងហ្នឹងយើងចុចពាក្យ next បងប្អូនបន្តមកទៀតយើងចុចពាក្យ next បាទបងប្អូននេះ page យើងគឺជោគជ័យហើយបាទបងប្អូនបង្កើតបានស្តង់ដារមែនទេបងប្អូនចង់ធ្វើអាជីវកម្មក៏បានចង់ផុសវីដេអូរលុយក៏បានបងប្អូននេះគឺជោគជ័យបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូសូមបងប្អូនកុំភ្លេច Subscribe វីដេអូដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត